ច្រើនពលគ្រូថ្មមកថតដូរនិយាយអំពីការប្រើប្រាស់ comment type មុនចូលទៅការប្រើប្រាស់ comment type ទីមួយថ្ម login ចូល Linux សិនតាមរយៈ SH PowerShell ទៅទាមទារ password ដល់ចំណុចនេះយើងត្រូវការឆែកតើយើងប្រើប្រាស់ user មួយណា who am I នេះគឺជា user របស់អាត្មាហើយបន្តមកទៀតយើងលីសមើលឈ្មោះ ls នេះគឺជាឈ្មោះហើយបន្តមកទៀតយើងលីសយកតែ3ខាងលើទេ ls ហើយយើង add line ចំនួន3វាមានចំនួន3ហើយបន្តមកទៀតអាត្មាបង្កើត file មួយ vim testings.txt ហើយបន្តមកទៀតបន្តបង្កើតនៅ information ជា line ដែលមានឈ្មោះថា line 1 2 line 3 line 4 line 5ហើយយើងធ្វើការ save បន្តមកទៀតយើងចង់បង្ហាញ list វា ls ចង់បង្ហាញហើយតមកយើងបង្ហាញតែ list ចំនួន3យើងធ្វើការ testing.ht យើងយកវាតែចំនួន3ជួរ3 line ទៅវាឃើញចំនួនតែ3 line ទេជំរាបសួរលោកគ្រូអាត្មាភាពឈ្មោះរុនរូថ្ងៃនេះមកធ្វើកិច្ចការមួយទាក់ទងនឹង redirect comment ហើយមុននឹងចូលកិច្ចការនេះអាត្មាឆែក user នេះគឺជា user របស់អាត្មាហើយបន្ទាប់មកយើងឆែកទាក់ទងនឹង list ទាំងអស់នៅក្នុង etc ls etc នេះគឺជា file ទាំងអស់ក្នុង etc ហើយបន្ទាប់មកអាត្មាបង្កើតជា file មួយpage 5ហើយបន្តមកទៀតយើងបោះ file ទាំងអស់ចូលនៅក្នុង file AU file ls c សញ្ញាធំជាង AU 5
Thì tôi mà tiết dương khét rồi hay tôi mà tiết dương thôi cả để file ចំនួន2 line ទៀតយើងប្រើសញ្ញា a ចំនួន2 ដងហើយយើង find ដែរតទៅទៀតយើងធ្វើការ cat profile មកនោះនេះគឺជា file ទាំងអស់ដែលយើងបាន add ចូលកិច្ចការងារមានតែប៉ុណ្្នឹងឯងគ្រូច្រើនពលគ្រូថ្មឈ្មោះរឿនរូបថ្ងៃនេះមកធ្វើការមួយទាក់ទងនឹងការ remote AWS នេះគឺជា AWS ថ្មបានបង្កើតមុននឹងចូលទៅ AWS យើងធ្វើការ remote វាចូលទៅកាន់ GitHub Gitbase បើ Gitbase ហើយយើង copy SH របស់យើងចូលទៅរក file ថ្មដាក់វានៅ desktop ធ្វើការផាវាចូលឥឡូវចូលបានជោគជ័យហើយយើងធ្វើការឆែក user ឈ្មោះរបស់ user ហើយយើងឆែកមើលតើវានៅកន្លែងណា PNPT ហើយបន្តមកទៀតយើងធ្វើការ create មួយធ្វើការ update បន្តមកទៀតយើងធ្វើការ upgrade វាបន្តមកទៀតថ្មត្រូវការ install tree
ឥឡូវពឹកយើងបង្កើតបាន 3 ហើយ version 2 ចុចតមកទៀតយើងបង្កើត directory វាចំនួនដាក់ p 01 2 03 បន្តមកទៀតយើងឆែក tree ដែលយើងបានបង្កើតបង tree នេះគឺជា folder ដែលយើងបានបង្កើត hop directory ហើយបន្តមកទៀតយើងធ្វើការបង្កើតនៅ file text Ctrl O ដើម្បី save Ctrl ទៅមកទៀតយើង cat មើល file នេះគឺជា file ដែលយើងបានបង្កើតទៅមកទៀតយើងចូលទៅ file ដែលយើងបានបង្កើត cp notex ទៅមកយើងបង្កើត file មួយ c s បន្
តមកយើងត្រូវការឆែកមើល zip តើយើងបាន install ឬណាយើងធ្វើបាន install ទេយើងធ្វើការ install វាមកទៀតយើងត្រូវការបង្កើត file zip មួយទៅមកទៀតយើងធ្វើការ unzip វិញច្រើនពលលោកគ្រូថ្ងៃនេះអាត្មាមកធ្វើកិច្ចការមួយទាក់ទងនឹង FTP server នៅលើ AWS ជាដំបូងអាត្មាចូល security group ឥឡូវអាត្មាបានបង្កើតវារួចហើយឈ្មោះ FTP server ហើយបន្តមកទៀតចូល line instance អាត្មាបង្កើតនៅ line instance មួយទៀតឈ្មោះ STP server បន្ទូយក 20G តបមកយកបង្កើតជាបន្តមកទៀតចូលបង្កើតkey pair មួយឈ្មោះថា STP server ឥឡូវយើងបង្កើតបានហើយចូលមើល
lời mai cho màu siêu tri group năm bay thôi cái edit group edit ó vô son số cái tôi mất tiếp dươngประกาศចូលទៅ remote លើ SH ចូលមកកាន់ Git Bash cd cd desktop ទៅមកយើងចូល copy អត់ចូលឥឡូវយើងចូលបានហើយធ្វើការ clear មួយទៅមកទៀតយើងចូល check my user mi check មើលទៅលើតែយើងឈរនៅលើ file folder មួយណា home YouTube តមកទៀតយើងធ្វើការ update វា sudo apt យើង upgrade វាម្តងទៀតបន្ទាប់ពីយើង upgrade ហើយឥឡូវយើងចូល download នៅ package មួយឈ្មោះ sudo apt install vs ដាក់ហើយបន្ទាប់ពីយើង download ហើយយើងចូលទៅ check មើលls create with 2 pc
នេះគឺជា file ដែលយើងបាន download បន្ទាប់មកយើងធ្វើការ backup វាទុកមួយ cp vs នេះគឺជា file ដែលយើងបាន backup ទៅមកយើងចូលកែ file nano យើងចូលមកកែ file មួយចំនួនដូចជា write enable យើងចូលបើកវាយើងរកដល់កន្លែង cx root ហើយយើងទៅ save បន្ថែមតមកទៀតយើងចូល add បន្ថែមទៀតmin ស្មើ50000
lời dân mình sẽ hơi dừng trầu sầu ý lời dân chạy chạy chân vía tao mà tiết dương thua cao restart với mũi six start tao mà tiết trầu chạy status lời với tao mà tiết dương trầu file sẽ lá dương trầu bạc cát mây muối S particle hot thì lại cho mình vô phá stop user view bun tú yang tukar connect lời dương thua ca connect bàn chụp chơi hái tao mà tiết cả file thì này dương bạc cát phụ tao mới dương cát file muối tiền về đặt file ra lá mà tiết dương trầu kịch bản dương trầu mới cái file lời dương bàn bạc cát mình make sure file lời dương bàn bạc cát mình tao mà tiết dương trầu từ file đỡ
ở đây tôm nó dưỡng ở đây mình chưa phần là dưỡng mình một cái lên này tôm mà tí dưỡng bất cả phần là nông một cái xử lý tôm nó dưỡng khét mới đi chỉ vậy để chúng mình xem mình không nào